ក៏ដឹងថាស្នេហាមួយនេះត្រូវបានបាញ់ចោលទៅយូរណាស់ហើយក៏ដឹងថាគេមិនវិលត្រឡប់ក្រោយមករកខ្ញុំវិញនោះទេក៏ប៉ុន្តែចំណែកចិត្តស្មោះខ្ញុំវិញនៅតែនៅគេគ្រប់ពេលមានវិធីណាអាចបំភ្លេចរូបគេមានតែភាពឯកាលោកជាយាមកាត់ចិត្តបំភ្លេចគេដែរតែភ្លេចមិនបានសុំក៏ដឹងថាគេជាមនុស្សអាក្រក់គ្មានចិត្តស្មោះឡើយតែពេលគូក្បាលនៅតែនឹកគិតគ្រប់អនុសានឹកគ្មានស្បើយទូពេលខ្លះជាពេលគេលួចទៅហើយនៅតែនឹកឃើញគេមានវិធីណាអាចភ្លេចគេអាចភ្លេចគេអាចភ្លេចគេមិនចង់ទៅនឹកគេម្ដងពីរបាក់ខ្លាំងណាស់ចង់ទៅស្រមុតស្រែកខ្លាំងថាពេលនេះខ្ញុំឈឺណាស់លំបាកណាស់ព្រោះតែមិនអាចភ្លេចមនុស្សក្បត់បានតើមានថ្នាំអ្វីអាចភ្លេចគេជុំនឹកគេលេបសក់គេមិនចង់ទៅរស់ដោយនឹកគេវាយ៉ាប់ចិត្តណាស់ចង់ទៅជួបពេទ្យកាត់បេះដូងចេញឲ្យអស់លៀងរបួសក្រែងទូខ្លាំងពីមករស់នៅជុំនឹកគេលោកជាយាមកាត់ចិត្តបំភ្លេចគេដែរតែភ្លេចមិនបានសុំក៏ដឹងថាគេជាមនុស្សអាក្រក់គ្មានចិត្តស្មោះឡើយតែពេលគូក្បាលនៅតែនឹកគិតគ្រប់អនុសានឹកគ្មានស្បើយទូពេលខ្លះជាពេលគេលួចទៅហើយនៅតែនឹកឃើញគេមានវិធីណាអាចភ្លេចគេអាចភ្លេចគេអាចភ្លេចគេមិនចង់ទៅនឹកគេម្ដងពីរបាក់ខ្លាំងណាស់ចង់ទៅស្រមុតស្រែកខ្លាំងថាពេលនេះខ្ញុំឈឺណាស់លំបាកណាស់ព្រោះតែមិនអាចភ្លេចមនុស្សក្បត់បានតើមានថ្នាំអ្វីអាចភ្លេចគេជុំនឹកគេលេបសក់គេមិនចង់ទៅរស់ដោយនឹកគេវាយ៉ាប់ចិត្តណាស់ចង់ទៅជួបពេទ្យកាត់បេះដូងចេញឲ្យអស់លៀងរបួសក្រែងទូខ្លាំងពីមករស់នៅជុំនឹកគេចង់ទៅជួបពេទ្យកាត់បេះដូងចេញឲ្យអស់លៀងរបួសក្រែងទូខ្លាំងពីមករស់នៅជុំនឹកគេ